បាទបងប្អូនប្រាសាទនេះស្អាតខ្លាំងមែនទែនដែលបងប្អូនយើងភាគច្រើនគឺមិនដែលបានមកស្គាល់ទេបាទហើយសម្រាប់ប្រាសាទនេះផងដែរគឺគួរសោកស្ដាយបាទគួរសោកស្ដាយដែលកសាងឡើងដោយបុព្វបុរសដូនតារបស់យើងអញ្ចឹងណាបាទតែកូនខ្មែរយើងគឺមិនដែលសូវបានឃើញទេបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមផ្តិតយករូបភាពបាទក៏ដូចជាវីដេអូជូនបងប្អូនដើម្បីធ្វើការទស្សនាបាទនេះគឺជាប្រាសាទស្នឹងដែលមានចម្ងាយប្រហែលជា22គីឡូម៉ែត្រពីក្រុងបាត់ដំបងណាបងប្អូនណាបាទគឺតែ22គីឡូម៉ែត្រទេបាទហើយសម្រាប់ប្រាសាទនេះផងដែរគឺធ្វើដោយថ្មបាយក្រៀមណាបាទនេះក្នុងដៃខ្ញុំនេះខ្ញុំបានថ្មបាយក្រៀមនេះគឺគេយកមកធ្វើខឿនណាបងណាបាទយកមកធ្វើខឿនដោយខឿនថ្មបាយក្រៀមហើយសម្រាប់ប្រាង្គគឺយើងធ្វើដោយឥដ្ឋបាទហើយសម្រាប់នេះផងដែរគឺថ្មភក់បាទថ្មភក់នៅកន្លែងផ្លូវចូលនឹងផងដែរបាទអញ្ចឹងធ្វើពីថ្មបាយក្រៀមថ្មភក់ហើយនឹងឥដ្ឋហ្នឹងហើយធ្វើដោយឥដ្ឋនេះគឺថាប្រណិតចិត្តចង់ខ្លាំងមែនទែនបងប្អូនបាទឥឡូវយើងចូលមកខាងក្នុងមកបាទអញ្ចឹងខាងក្នុងនេះមានព្រៀបមានអីច្រើនណាបងប្អូនណាជ្រៀងឲ្យព្រៀបច្រើនបាទហើយយើងមើលការរបៀបខឥដ្ឋកអីនេះគឺថាចិត្តចង់ខ្លាំងមែនទែនគួរឲ្យសរសើរដូនតារបស់យើងណាដែលមានគំនិតច្នៃប្រឌិតក្នុងការរៀបចំបាទហើយសម្រាប់មកខាងនេះវិញហ្នឹងហើយយើងចេញមកក្រៅវិញមកបាទយើងចេញមកក្រៅមកខាងនេះវិញគឺឥដ្ឋបាទឥដ្ឋទៀតហើយបាទអញ្ចឹងយើងចូលមកជិតមកនេះគឺប្រភេទឥដ្ឋតាន់ដែលមានអាយុកាលជិតរាប់ពាន់ឆ្នាំណាបងណាបាទជិតរាប់ពាន់ឆ្នាំគឺថាដូនតាយើងពូកែល្អអស្ចារ្យខ្លាំងមែនទែនបាទហើយនេះគឺថ្មបាយក្រៀមបាទថ្មបាយក្រៀមជាមួយនឹងឥដ្ឋអញ្ចឹងឥដ្ឋនៅលើថ្មបាយក្រៀមនៅក្រោមណាបងណាបាទអញ្ចឹងយើងមកប្រាង្គកដាលមួយទៀតមកបាទមកប្រាង្គកដាលមួយទៀតមកសម្រាប់កដាលរបស់យើងនេះយើងមានចម្លាក់ដ៏ផ្ចិតផ្ចង់មួយទៀតបាទគឺព្រះឥន្ទបាទព្រះឥន្ទគង់លើតម្រៃក្បាល3អរវ៉ាន់ហើយនឹងមានរាហូនៅខាងក្រោមបាទហើយឥឡូវយើងចូលទៅមើលមួយទៀតដែរសម្រាប់នៅខាងនេះក៏មានព្រៀបច្រើនបាទខ្ញុំសរសើរខ្លាំងមែនទែនព្រៀបបាទហើយចំណែកឯសសរពេជ្រវិញបងប្អូនមើលនេះគឺថានៅស្អាតខ្លាំងល្អមែនទែនបាទមិនគួរណាមិនមានបងប្អូនណាមកលេងច្រើនចោះបាទនេះសសរពេជ្រនៅស្អាតមែនទែនបងប្អូនបាទឥឡូវយើងទៅប្រាង្គមួយទៀតខាងនេះហ្នឹងហើយយើងមកប្រាង្គមួយទៀតខាងនេះមកប្រាង្គចុងគេបាទនេះបាទសម្រាប់ខាងនេះគឺឆ្លាក់អត់ទាន់ហើយទេណាបងណាបាទនៅថ្មទាំងដុំទាំងលើក្រោមឆ្វេងស្ដាំនេះហើយគឺជាដំណាក់កាលដំបូងនៃការរៀបចំខ្លងទ្វារណាបងណាបាទល្អខ្លាំងមែនទែនមានន័យថាកដាលហើយឆ្វេងអត់ទាន់ហើយទេឥឡូវយើងបន្តមួយទៀតបងប្អូនបាទយើងបន្តមួយទៀតយើងដើរមកខាងក្រោយនេះមកបាទហើយឥឡូវយើងមើលទៅបាទនេះបងប្អូនណានេះគឺជាកំពូលបាទកំពូលនៅលើឥដ្ឋណាបាទអញ្ចឹងគេធ្វើឡើងពីថ្មភក់បាទថ្មភក់នេះគឺក្បាច់នេះណាបាទមានន័យថាតបកឈូកបាទតបកឈូកអាកានេះថ្មផ្កាឈូកហ្នឹងណាបាទថ្មផ្កាឈូកថ្មភក់ពណ៌ផ្កាឈូកហើយនឹងថ្មភក់ពណ៌ខ្មៅបាទស្អាតខ្លាំងមែនតើរូបរាងតបកឈូកនេះឥឡូវយើងមើលកាឡាតបកឈូកបាទតបកឈូកអីនេះផ្កាច័ន្ទនេះនោះផ្ការំដួលសំទោសផ្ការំដួលស្អាតខ្លាំងមែនតើបងប្អូនបាទឥឡូវយើងមើលរៀងរើពីខាងនេះមួយទៀតមកបាទយើងមើលរៀងរើពីខាងនេះមួយទៀតបាទស្អាតខ្លាំងបងប្អូនណាអញ្ចឹងបងប្អូនណាដែលមកលេងខេត្តបាត់ដំបងកុំភ្លេចមកទស្សនាប្រាសាទស្នឹងបាទចំពោះប្រាសាទស្នឹងផងដែរគឺមាន2ហ្នឹងបងប្អូនណាមានស្នឹងខាងលិចហើយនឹងស្នឹងខាងកើតបាទដោយប្រាសាទទាំងពីរនេះផងដែរគឺកសាងខុសគ្នាខ្លាំងបាទដោយប្រាសាទស្នឹងខាងកើតនេះគឺធ្វើឡើងពីថ្មឥដ្ឋបាទធ្វើពីឥដ្ឋហើយខាងលិចនេះគឺធ្វើពីថ្មភក់បាទឥឡូវយើងមកដល់ប្រាសាទស្នឹងខាងលិចមួយទៀតហើយណាបងណាប្រាសាទស្នឹងខាងលិចគឺនៅជាប់នឹងផ្លូវជាតិធំបាទឥឡូវយើងកវែលមើលមកជុំសិនបងណាបាទយើងកវែលមើលមកជុំសិនបាទអញ្ចឹងយើងដើរចេះមកបាទយើងកវែលអញ្ចឹងទៅយើងចង់ដឹងថាតើបងប្អូនតែយើងចង់ដឹងថាតើវាមានរូបរាងយ៉ាងម៉េចដែរបាទអញ្ចឹងវីដេអូនេះអត់មានកាត់តអីច្រើនទេណាបងប្អូនណាបាទអត់មានកាត់តអីច្រើនទេគឺដើម្បីចង់ឲ្យបងប្អូនមើលឃើញថាអានេះគឺវីដេអូរៀលពិតណាវាឃើញបងប្អូនមកគឺឃើញអញ្ចឹងតែហ្មងបាទគឺឃើញអញ្ចឹងតែហ្មងបាទអញ្ចឹងឥឡូវខ្ញុំឡើងមកខាងលើនេះទៀតមកបាទឡើងមកខាងលើទៀតមកបាទនេះចម្លាក់មួយនេះស្អាតអស់ទោះហ្មងបងប្អូនណាអញ្ចឹងផ្លោកច្រកចូលយើងមាន4ហ្នឹងបងណាអញ្ចឹង3នឹងបិទគឺមានតែមួយនេះចូលរួចបាទអញ្ចឹងចម្លាក់ខាងលើនេះគឺចម្លាក់គោសមុទ្រទឹកដោះបាទគោសមុទ្រទឹកដោះដែលខាងនេះគឺជាអសុរៈ
បាទខាងនោះគឺទេវតាហើយយើងមានដាមួយទៀតនោះណានេះមានដាកោរមៈទៀតហើយបន្ទាប់មកយើងមានព្រះព្រំដែរនេះព្រះព្រំខាងលើឆ្វេងដៃហើយនឹងយើងមានតាបោះបាទតាបោះនៅខាងលើស្ដាំដៃនេះគឺអង្គុយទំរៀបជួរគ្នាស្អាតខ្លាំងមែនទែនខុសប្លែកពីរចនាបថនៅអង្គរវត្តហ្នឹងព្រោះណាបាទស្អាតខ្លាំងមែនទែនអញ្ចឹងបងប្អូនណាដែលមកលេងបាត់ដំបងអីកុំភ្លេចមកចូលទស្សនាប្រាសាទស្នឹងនេះឲ្យបានគ្រប់គ្នាផងដែរបាទនេះគឺជារូបកូរសមុទ្រទឹកដោះចម្លាក់នៃការកូរសមុទ្រទឹកដោះដែលជាវប្បធម៌អរិយធម៌របស់ខ្មែរកាលពីសម័យបុរាណមកហើយបងប្អូនណាបាទនេះកន្លែងនេះបែកបាក់អស់ហើយបងប្អូនណាបែកបាក់ពីលើមកក្រោមនោះគឺយើងចូលអត់បានទេបាទចូលអត់បានទេឥឡូវយើងដើរមកខាងនេះមួយទៀតបាទដើរមកខាងនេះមួយទៀតបាទនេះគឺជាជើងទម្រោយូនីរបស់លឹងបងប្អូនណាបាទរបស់សេវលឹងបាទចឹងយើងដើរឆ្វែលមកទៀតមកបងប្អូនណាបាទដើរឆ្វែលមកទៀតមកបងប្អូនមើលវីដេអូនេះដូចបានមើលផ្ទាល់បាទដូចថារៀលអត់មានកាត់តអីទេឃើញយ៉ាងម៉េចគឺអញ្ចឹងឯងដូចខ្ញុំនាំបងប្អូនមកមើលផ្ទាល់បងប្អូនណាបាទអញ្ចឹងយើងមកមើលខាងនេះគឺចម្លាក់មួយដែលមានតោចំនួន3នៅពីក្រោមណាបាទហើយបន្ទាប់មកមានរូបចម្លាក់អប្សរានៅខាងលើនឹងបន្ថែមទៀតបាទនេះគឺតកតងនឹងរឿងភរតៈបាទរឿងភរតៈណាបាទមានស្វាទេបាទមានតោនោះបាទមានតោមានអប្សរាហើយមានស្វាយនៅពីក្រោមទៀតបាទរឿងនេះគឺតកតងជាមួយនឹងទេវកថាមហាភរតៈហ្នឹងបងប្អូនណាបាទនេះស្អាតខ្លាំងបងប្អូនណាស្អាតខ្លាំងមែនទែនបាទមិនគួរជឿណានឹងហើយខាងនោះមានបរោះទាញសម្ពត់នារីបន្ថែមទៀតបាទបើបងប្អូនចង់ដឹងព័ត៌មានបន្ថែមទៀតអីអាចសិក្សាស្វែងយល់បន្ថែមទៀតបានដែរបាទនឹងហើយស្អាតខ្លាំងបងប្អូនស្អាតខ្លាំងអានេះគឺប្រាសាទស្នឹងខាងលិចណាបងប្អូនណាបាទឥឡូវយើងមកទៀតបាទយើងមកទៀតយើងមកខាងនេះមកយើងឃើញថាមានចម្លាក់អីខ្លះដែរបាទមានចម្លាក់អីខ្លះដែរអញ្ចឹងយើងចូលមកចិត្តមកបាទយើងឃើញថាព្រះវិស្ណុបងប្អូនណានេះព្រះវិស្ណុកំពុងតែផ្ទុំនៅលើស្តៀងនាគបន្តិចស្តៀងរាជសីបន្តិចបងប្អូនណាបាទស្តៀងនាគស្តៀងរាជសីបាទសម្រាប់ខាងនេះយើងឃើញមានរូបនារីម្នាក់បាទទ្របាតជើងបាទហើយយើងមកមើលស្ដាំដៃនេះមកមានតួអង្គមានដៃ8ប្រហែលជាព្រះក្រឹស្នបាទកបួចសក់ទាំងសងខាងមានមនុស្សឆ្វេងមនុស្សស្ដាំហើយនឹងនៅក្រោមបាទចឹងដៃមួយចាប់ក្បួយសក់ដៃមួយចាប់ក្បួយសក់មួយទៀតហើយនឹងជើងធាក់នៅពីក្រោមបាទរឿងហ្នឹងប្រហែលជាតាក់ទងជាមួយនឹងព្រះក្រឹស្នបាទព្រះក្រឹស្នហ្នឹងហើយស្អាតខ្លាំងមែនតើបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនមកលេងខេត្តបាត់ដំបងកុំភ្លេចអសោះប្រាសាទស្នឹងណាបងណាដែលជាគេដំណើរដូនតាយើងដែលបងប្អូនគួរតែមកទស្សនាបានគ្រប់គ្នាអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូប្រភេទនេះអីចង់ដឹងចង់ឮព័ត៌មានហើយបន្ថែមទៀតអីបងប្អូនអាចចុច like ចុច share មួយបងប្អូនណាបាទដើម្បីទស្សនាវីដេអូថ្មីបន្ថែមទៀតបាទកុំឲ្យលិចចូលសមុទ្រឯនៅខាងលើខ្នងអណ្ដើក